នេះគឺជាដំណើរកំសាន្តរយៈពេល2 3ថ្ងៃដែលពួកយើងឆ្ពោះទៅខាងខេត្តកោះកុងតំបន់ណារ៉ែងនៃធម្មជាតិបៃតងហើយនៅក្នុងសកម្មភាពនេះដែរពួកយើងនឹងទៅលេងនៅឯទឹកធ្លាក់ឆាយអារ៉ែងដែលស្ថិតនៅមិនឆ្ងាយពីទីតាំងរីសតដែលពួកយើងបានស្នាក់នៅនោះទេហើយនៅក្នុងសកម្មភាពនេះផងដែរពួកយើងនឹងបន្តឆ្ពោះទៅខាងអូសោមដែលឆ្ពោះទៅខាងស្ពានដែលខ្ពស់ជាងគេនៅប្រជាជាតិកម្ពុជាដែលស្ពានខ្ពស់ជាងគេនោះដែរស្ថិតនៅភូមិឆៃលុបឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ដើម្បីឲ្យកាន់តែច្បាស់កុំភ្លេចទស្សនាទាំងអស់គ្នានៅក្នុងវីដេអូនេះអរុនសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះវេលាម៉ោង 6 ព្រឹកពួកយើងបានរៀបចំធ្វើដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះទៅទិសដៅផ្លូវជាតិលេខ 4 ហើយឥឡូវនេះពួកយើងបានដល់មូចំចៅឆ្ពោះទៅទិសដៅផ្លូវជាតិលេខ 4 ហើយក្នុងដំណើរនេះផងដែរពួកយើងបានរួមមតិគ្នាឆ្ពោះទៅឧទ្យានអង្គការមុងលទ្ធិដើម្បីទៅសស្រូបអាហារពេលព្រឹកនៅទីនោះឥឡូវនេះពួកយើងបានមកដល់ឧទ្យានរបស់មុងលទ្ធិពួកយើងបានធ្វើដំណើរពិនិត្យនិងទស្សនាភ្នំធម្មជាតិដែលនៅក្នុងបរិវេណរបស់មុងលទ្ធិឥឡូវនេះពួកយើងបានទស្សនាទេសភាពនៅតំបន់បរិវេណរបស់មុងលទ្ធិរួចហើយពួកយើងក៏បានឆ្ពោះទៅអាហារដ្ឋានដើម្បីសស្រូបអាហារពេលព្រឹករួចបន្តដំណើរបន្តទៀតហើយអាហារដ្ឋានមួយដែរគឺឈ្មោះម៉ូកាកាហ្វេដែលស្ថិតនៅក្នុងបរិវេណឧទ្យានអង្គការមុងលទ្ធិបន្ទាប់ពីពួកយើងបានសស្រូបអាហារនៅពេលព្រឹករួចរាល់ហើយពួកយើងក៏ចាប់ផ្ដើមធ្វើដំណើរចាកចេញពីឧទ្យានជាតិអង្គការមុងលទ្ធិឆ្ពោះទៅទិសដៅភូមិត្រពាំងព្រះសង្កាត់កណ្ដាលជុំក្រុងច្បារមនខេត្តកំពង់ស្ពឺដើម្បីឆ្ពោះទៅទិសដៅផ្លូវល្បឿនលឿនបន្ទាប់មកពួកយើងបានមកដល់ទិសដៅផ្លូវល្បឿនលឿននៅច្រកកំពង់ស្ពឺលិចខ្ញុំភ័យតាម ATR អញ្ចឹងត្រូវយកកាតអូខេយកកាតប្រាប់គេថាយើងភ័យតាម ABA ហើយបងញ៉ាំមកនេះទៅបងចង់ជី private ក្រោយពេលដែលពួកយើងបានចាក់ចេញពីកន្លែងបង់ប្រាក់រួចរាល់ពួកយើងក៏ធ្វើដំណើរឆ្ពោះទៅបន្តទៀតហើយគោលដៅបន្ទាប់របស់ពួកយើងគឺកំពង់សិលាដែលពួកយើងនឹងចូលទៅចាំគ្នាបន្តិចនិងទិញកាហ្វេសម្រាប់ទទួលទាននៅពេលព្រឹកនេះផងដែរ ហ
ពេលពួកយើងបានមកដល់ទីតាំងនៅចំណតកំពង់សាឡាឃើញថាប្រជាពលរដ្ឋបានធ្វើដំណើរឆ្ពោះទៅខេត្តផ្សេងនោះច្រើនកករួមទាំងពួកយើងផងដែរនេះគឺជាទេសភាពនៅពីខាងលើនៃចំណតកំពង់សាឡាដែលយើងធ្វើការថតបរិយាទេសភាពពួកយើងបានទទួលបានកាហ្វេរួចរាល់ហើយពួកយើងក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៀតដើម្បីចេញពីផ្លូវលបឿនឆ្ពោះទៅផ្លូវស្រែអំបិលហើយនៅទីនោះផងដែរយើងបានធ្វើការចាំគ្នាហើយបន្ទាប់មកយើងក៏បានទៅទទួលសមាជិកម្នាក់ទៀតដែលគាត់រងចាំយើងនៅម្ដុំខ្សែអំបិលផងដែរមកយកកូនថៃនេះកូនជុះដល់ហើយកូនថៃយកស្ទូផងណាអីអញឈ្ងោទៅអញឈ្ងោក្រោយពីទទួលសមាជិកយើងរួចរាល់ហើយដំណើរកម្សាន្តរបស់យើងក៏ចាប់ផ្ដើមបន្តទៀតឆ្ពោះទៅតំបន់អរ៉ែងបាយក្តាំងកម្ពុជាយើងអូអានេះបាយក្តាំងបងប្អូនបាយក្តាំងអ្នកចិត្តខាងឃើញនិយាយយើងដល់សមុទ្រឈើទីនៅខាងមុខមើលទីកាមេរ៉ាថតមកមានម៉ែតអាចមានម៉ែតនេះអូមកផឹកអាចមានមែនហ្នឹងនេះមានផ្សារមានអីរបស់គេដែរនេះមានមែនគេយកមកលក់ហ្នឹងថាគេយកមានអីមកលក់ហ្នឹងគេអញលក់សាំងលក់អីអូនេះកន្លែងគេក្លុកស្មងហ្នឹងគេដាក់អញ្ចឹងដើម្បីកុំឲ្យជីលឿនព្រោះឯឡាយកន្លែងនេះឡាយគេចេញឡានធំហ្មងហ្នឹងហើយអញ្ចឹងយើងមិននឹងតែផ្លូវបែកពីលពីទេតោះតែយើងជិះទៅ35គីឡូទៀតផ្លូវកំពង់បើបាត់ចាងតាមដល់យើងថតយកទៅត្រង់ទុកចែកទៅទួលនឹងស្នេហ៍ហ្នឹងគេទៅស្ពានហើយព្រោះតែពេលថ្ងៃយើងចេញទៅវិញយើងចេញឡើងពោធិ៍សាត់ទៅវិញនឹងចិត្តយកមកចង់ជិះមើលផ្លូវមើលស្ពានឃើញអូអញជួយខ្ញុំទៅមួយហ្នឹង25មានអីច្រើនបាក់កងលេងអ្នកមានថតវីដេអូបដ ாய் ឃើញបើសិនថាថតទូលទេខ្លះថតអូដូចអែមអូពណ៌ដូចអែមទូនោះស្អាតបាទអត់ដែរអូក្លូដូចអែមចុយមកមុខមកហុយអត់កោបើនេះខ្លះទៀតថ្មឯងបើថាបើនិយាយហ្នឹងនៅត្រង់ចំណុចនេះចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាផ្លូវទៅតំបន់អរ៉ែងគឺ50-50
មានន័យថាផ្លូវកំពុងតែអភិវឌ្ឍផ្លូវមួយចំនួនគឺបានអត់កស៊ូរួចរាល់ផ្លូវខ្លះមានស្ថានភាពបេតុងនិងផ្លូវខ្លះមិនទាន់បានធ្វើរួចរាល់ទេគឺនៅស្ថានភាពគ្រោះក្រហមតែបើសួរថាធ្វើដំណើរបានឬអត់គឺធ្វើដំណើរបានហើយសម្រាប់ក្នុងរដូវវស្សានេះផងដែរសម្រាប់អ្នកធ្វើដំណើរម៉ូតូគឺមិនសូវមានផលពិបាកប្រហែលទេដោយសារស្ថានភាពផ្លូវគឺរួចរាល់បានខ្លះគ្រាន់តែនៅហុយបន្តិចបន្តួចចម្ងាយពីផ្លូវធំឆ្ពោះទៅតំបន់អរ៉ែងមានចម្ងាយសរុប54គីឡូម៉ែត្រនេះគាត់ពងដាក់យកពងសេយរបាយការណ៍គាត់តែតំបន់បោកមើលទី2យ៉ាមកខេអត់មកហើយមកតោះតាមបោកទេតែទីទៀតថត់ហើយតែអែមបបភ្លៀងមួយសាហើយវាស្លាប់អែមហ្មងមេឃទាំងស្អាតហ្មងបបភ្លៀងអត់បលីអីទៅបលីអញចាប់យកមែនចាប់វាចាប់ចិត្តអីដាក់បង4ចាប់ជីវិញទេបាទមានស្មោកជាងតែមិនតិចណាបាយនេះដល់ទីតងហើយចាំមើលមុខសិនតែមុខនឹងហុយយើងแล้วมาโค้ยchứ đấy chi phơi vẫn khôi giờ chi phơi vẫn khôi thì mình nhẹ chui chui nâng tư tay ca cọc cống này nó không liền liệt bà là phải chui đáy cho bà một mấy vậy này một thấy chứ là Ford nó bánh ngã sư nhẹ nhảy chia bông trâu này thằng cá bên là lợt này em ấy bà thử ca cắt cho 4 ha ấy chục lan thấy chấm cắt ở nâng bê tông nâng ấy mượn thôi mày đấy bê tông này để cùng chụp để chụp tông mà hay chặt ấy ghế mùi cái sao vậy họ phải khơiបាទនៅត្រង់ចំណុចទីតាំងនេះខ្ញុំចង់ជំរាបប្រាប់បងប្អូនទាំងអស់គ្នាថាសមាជិកយើងមានអ្នកខ្លះគាត់ពោឡានអញ្ចឹងយើងក៏សម្រេចចិត្តឈប់នៅទីតាំងនេះដើម្បីបន្ធូរអារម្មណ៍និងញ៉ាំទឹកញ៉ាំអីតិចតួចនិងបាត់ជើង
អីចឹងទៅហើយបញ្ជាក់ផងដែរថាចម្ងាយពីទីតាំងនេះទៅដល់ថ្មបាំងដូចជាមិនឆ្ងាយប៉ុន្មានទេ một tiếng mà đó mò bán bà hay chân cái hộp cho bây giờ bán nhở ấy ba nói đó nó mình xong hết á cho từ muối xong bán ô hạt đấy miên bán nhở hạt ba ồ bán cho báo coi một khỏi nhau ở đây chụp đấy mà ăn bữa muối tặng bông bông một tí một tí thôi cho ăn tới khỏi nè ở đây vì bao là khang khỏi sao Mustang chỉ là lẹ nè ôn trong thơ chậm បន្ទាប់ពីយើងជិះអស់រយៈពេលជាង10គីឡូទីបំផុតយើងក៏បានមកដល់ព្រំប្រទល់ថ្មបាំង dương đo xả lá xong mò bằng này lấy bộ mò bằng mò bằng សូមបញ្ជាក់តិចថាស្រុកថ្មបាំងគឺជាដែនដីរដ្ឋបាលស្ថិតនៅខេត្តកោះកុងដែលមានប្រជាជនសរុបចំនួន 2880 នាក់មានឃុំចំនួន 5 ភូមិចំនួន 18 និងកូនស្រុកសរុប 907 នៅឯស្រុកថ្មបាំងភាគច្រើនប្រជាជនគាត់ប្រកបមុខរបរជាកសិករ mà chứ lỗ này cái lỗ bị chi mơ từ phía mini mơ từ đang ấy cái lỗ mơ an rồi được lấy ở đây lời ở spiên chọc lời cổ chọc lời cổ lời tắc bác hàng Sam đáy tắc chúa chai Đà Lan khối nó ba buôn ấy tril trip mong trip ba mình làm trong mau muối á rồi giặt muối ai bớt nó mất ở đây ai lẹ rồi muối cho con ai đây kêu đây cái này ai hiện trời tí chứ chỉ được 40 trong vậy tham tôi đọc cái lỗ tiếp nắngประมาณนาที chất màu màu lên tôi cơ đây rally plus của chị ôi rally play cái chu hai cả bật biết ha lại speed ní cái lại cái tôi thấy speed ní lại cái tôi thấy bọn lại tôi chân lơ ใช่เหม็นตาใช่เหม็น chai speed tích bội mỏng lan đo trong xe khơi trên tiếp bội thường bây giờ đi rồi anh ấy đi khơi cho nó anh ấy bà dược đai tới về nghĩa được cái ní về tình nghĩa đó đôi trắng nè đôi cái thằng bọt nó đo này đo này bọt tới lời tì giờ là đây là bên kia tiên này ngoài thôn là được cái tới khơi ô nè và nơi kháng mục này cứ dương đo là anh chụp chơi vậy tua chật đá lại bông piệp đằng nằng ồ
bọt tàu kia mà kia bao kia យើងបត់ស្ដាម វាអារ៉ៃcamping បងខំ តែភីចអានេះអារ៉ៃ Rain Forest អូអានោះ Resort Rain Forest ព្រៃអារ៉ៃយើងបត់ឆ្វេងយើងទៅ Resort Forest ព្រៃអារ៉ៃ ស្ដាប់មកគេ camping ហាក់លីសេmà lì xái lì xì Linh lì xì nè ủa này sao khơi trong lê nhé sạch មើលផ្លូវហងប្តីមើលផ្លូវហ្នឹង chai mưa pha mới ra nô Reno mà đó đây cô ấy đây chai đây có mưa khơi mà như đây Reno Resort đây giờ ta này Reno Resort châu Nam này Yes sir Yes sir you loop không? Yes sir you loop em sao thì cũng hỏi sao được cũng ở đây em rồi có ấy camping tập camping cái men xẻo vậy người nán này còn miền này cái cô cho một ban sở thì bột đâu đó thì ăn chuyện còn ao vậy mà I'm a redneck, 'cause I drink beer and I dip skull. Guess I'm a rambler, 'cause I cannot be on the road, might be a lost cause. 'Cause I'll be out till the lights are on and I'm a gambler. I'll take the over on the underdog. Girl, half of this town has got a name for me, and I can't say I don't agree. But the night I said I'm leaving, I turned into Richard Petty. Broke my heart so I got even in my 97 Chevy. Now I'm walking on this water mixed with Johnny Walker Black. There's a lot of reasons I ain't Jesus, but the main one is that I ain't coming back. Oh no, no, I ain't coming back. You call me the devil, then you told me where to go throw your pebbles.
I'll be somewhere getting stoned. Girl, it ain't my fault. Ain't no need to wait 3 days. I might be a lot of things, but I ain't your saving grace. Yeah, the night I said I'm leaving, I turned into Richard Petty. Broke my heart so I got even in my 97 Chevy. Now I'm walking on this water mixed with Johnny Walker Black. There's a lot of reasons I ain't Jesus, but the main one is that I ain't coming back. Oh no, no, I ain't coming back. Girl, half of this town has got a name for me, but there's one I'll never be. No, 'cause the night I said I'm leaving, I turned into Richard Petty. Broke my heart and I got even in my 97 Chevy. Now I'm walking on this water mixed with Johnny Walker Black. There's a lot of reasons I ain't Jesus, but the main one is that I ain't coming back. Oh no,